សួស្តីបងប្អូនទាំងគ្នាថ្ងៃនេះយើងមកជួបគ្នាសាជាថ្មីជាមួយនឹងវីដេអូថ្មីមួយទៀតហើយថ្ងៃនេះគឺជាថ្ងៃសៅរ៍ជាថ្ងៃចុងសប្តាហ៍ខ្ញុំហើយនឹងក្រុមគ្រួសារនាំកូនក៏ដូចជាប្រពន្ធរបស់ខ្ញុំមកអង្គុយលំហែកាយនៅផ្លូវ58បាទកន្លែងនេះគឺទេសភាពល្អមែនទែនបងប្អូនទាំងគ្នាហើយជាប្រចាំខ្ញុំតែងតែនាំគ្រួសាររបស់ខ្ញុំមក relax នៅតាមតំបន់ចំនួនដែលខ្ញុំគិតថាមកលេងហើយវាបាត់ stress ហើយមានអារម្មណ៍ថាសប្បាយចិត្តហើយថ្ងៃនេះដែរខ្ញុំមាននៅមុខម្ហូបពីរមុខដែលយកមកចែកជូនបងប្អូនទាំងអស់គ្នាមើលហើយនៅក្នុងហ្នឹងយើងមានធ្វើសម្លស្ងោរជ្រក់ត្រីហើយនឹងអាំងត្រីក្រាញ់បាទស្របពេលហ្នឹងដែរយើងឃើញមានទេសភាពក៏ដូចជាខ្យល់បាទធ្លាក់មកលិហិហើយកូនរបស់ខ្ញុំហ្នឹងគាត់រត់លេងសប្បាយមែនទែនខ្ញុំជឿថាបងប្អូនទាំងអស់គ្នាក៏ចង់មកលេងដែរនៅទស្សនវិជ្ជាបែបនេះតែម្នាក់ហ្នឹងគឺគ្មានពេលវេលាក្នុងការមកហើយរវល់ក្នុងការរកស៊ីតែសម្រាប់ខ្ញុំធ្វើការពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រអញ្ចឹងសៅរ៍អាទិត្យខ្ញុំទៅលេងខ្ញុំចាស់ឆ្លៀតពេលមកលេងមកយើងប្រើពេលវេលាហ្នឹងជាមួយគ្រួសារជាមួយកូនលេងមួយពួកគាត់ហើយនឹងនៅចិត្តពួកគាត់ឲ្យបានច្រើនសម្រាប់ទូនាទីពីអ្នកយើងដែរអ្នកដែលអាំងសាច់ក៏អាំងទៅហើយអ្នកនឹងហាន់នៅបន្លែហាន់គេហៅថាគ្រឿងទេសហ្នឹងក៏ហាន់ទៅហើយយើងជួយគ្នាម្នាក់ម្ដាយមួយជើងបាទហើយនេះគឺជាឆ្នាំងសម្លរបស់យើងកំពុងតែស្លវាសិនហើយបើជាត្រីនេះគឺយើងទុកសម្រាប់អាំងគៀនហ្នឹងបូករួមជាមួយនឹងគ្រឿងក្រៅដែលយើងហាន់ទុកហើយមើលតកូនខ្ញុំបាទរត់លេងសប្បាយមែនទែនបាទហើយនេះគឺជាត្រីដែលយើងដាក់អាំងត្រីក្រាញ់2បងប្អូនអរគ្នាជាមួយនឹងត្រីទក់មួយនេះត្រីនេះគឺយើងយកមកស្ងោរបាទស្ងោរហត់ទឹកតែបរិយាកាសបែបនេះបងប្អូនទាំងនេះជឿអត់ថាជាតិមែនទែនបាទយើងស្ងោរអីយើងធ្វើម្ហូបអីវាមានអារម្មណ៍ថាដូចជាមានជាតិមែនទែនអញ្ចឹងមូលហេតុបានជាគេយកចិត្តបាយក្រៅវាមិនខុសមែនដោយសារតែបាយខាងក្រៅនឹងវាជាតិបងប្អូនបាយក្រៅមានន័យថាយើងទៅដាំបាយញ៉ាំខាងក្រៅណាបងប្អូនអរគ្នាខ្ញុំយល់ច្រឡំហើយនេះគាត់កំពុងតែប្រពន្ធខ្ញុំកំពុងតែថែមគ្រឿងក្រៅក៏ដូចជាជីបន្លែមួយចំនួននៅពេលដែលឆ្អិនត្រីហើយបាទឆ្អិនរៀបរយហើយអញ្ចឹងយើងដាក់ត្រីអាំងបដាទៀតបាទបន្ថែមទៀតត្រីក្រាញ់2អាំងទាន់ឆ្អិនទេហើយនេះគាត់ច្បាច់ក្រូចឆ្មាបន្ថែមបងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនមានអារម្មណ៍ថា stress អត់សប្បាយចិត្តឬក៏នឿយហត់ក្នុងជីវិតនៅពេលដែលយើងជួបនឹងបញ្ហាការងារអ្វីផ្សេងខ្ញុំជឿថាបងប្អូនទាំងអស់គ្នាសាកយកពេលវេលាទាំងអស់ហ្នឹងមក relax ជាមួយនឹងការលំហែបែបហ្នឹងការធ្វើម្ហូបក្រៅផ្ទះការអង្គុយញ៉ាំបែបសប្បាយបែប relax នៅតាមវាលស្រែបាទខ្ញុំជឿថាវាអាចផ្លាស់ប្ដូរនៅអារម្មណ៍ក៏ដូចជាបរិយាកាសបងប្អូនផ្លាស់ប្ដូរនៅគាត់ថាអារម្មណ៍មួយចំនួនដែលយើងធ្លាប់តែ stress ធ្លាប់តែគិតទៅវាញ៉ៃតែដល់ពេលយើងមកសាកនៅអារម្មណ៍បែបហ្នឹងទទួលយកនៅបរិយាកាសបែបហ្នឹងមានអារម្មណ៍ថាធូរចិត្តមួយយ៉ាងដែរបាទបងប្អូនគិតមើលយើងមួយខែទៅមួយខែមួយអាទិត្យទល់មួយអាទិត្យយើងធ្វើការរហូតអញ្ចឹងយើងអត់មានពេលសម្រាប់ខ្លួនឯងទេអញ្ចឹងបើយើងមានពេលល្អបំផុតគឺយើងមានពេលវេលាសម្រាប់ខ្លួនឯងកុំឲ្យ stress ជាមួយនឹងការងារច្រើនពេកហើយនេះយើងធ្វើឆ្អិនហើយម្ហូបបន្ទាប់ពីយើងធ្វើឆ្អិនហើយយើងក៏អង្គុយញ៉ាំលេងហើយជាពិសេសហ្នឹងយើងញ៉ាំបាយនៅកន្លែងហ្នឹងគឺវាមានអារម្មណ៍ថាដូចជាឆ្ងាញ់តែម្ដងបងប្អូនទាំងនេះរសជាតិហ្នឹងគឺអូខេហ្មងអេមហ្មងហើយនេះតែ4នាក់ទេប៉ុន្តែគាត់ថាសឡមានស្ងោរមានអាំងហើយនឹងបុកមួយជូរបាទទាំងអស់វាមាន3មុខអញ្ចឹងបន្ទាប់ពីយើងធ្វើហើយយើងអង្គុយញ៉ាំជាមួយនឹងកូនរបស់ខ្ញុំបាទសម្រាប់វីដេអូថ្ងៃនេះក៏មានតែប៉ុណ្្នឹងទេបាទសូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការចូលទស្សនាទាំងអស់គ្នាបាទបាយបាយ